សួរបងប្អូនទាំងអស់គ្នាតោះឥឡូវខ្ញុំមកបន្តមេរៀនទី1តអញ្ចឹងកន្លែងនេះគឺការបង្រៀនអំពីព្យញ្ជនៈនិងស្រៈហើយនិងសំឡេងគេហៅថាអាចដូចជាគេហៅថាជាវេយ្យាករណ៍របស់ភាសាចិនអញ្ចឹងណាបងប្អូនចាតោះអញ្ចឹងរៀនអានតាមខ្ញុំទាំងអស់គ្នា汉语拼音教学汉语拼音教学第一课啊啊哇哇好认读នឹងឲ្យយើងអានហើយចំណាំផងអញ្ចឹងណាបងប្អូនហាមកដូចគ្នាអញ្ចឹងវ៉ាយើងធ្វើមាត់ទៅស្រួចវ៉ាអឺបងប្អូនអរគ្នារៀនអានមើលគេអានថាម៉េចហើយខ្ញុំច្អល់នេះអក្សរអីត្រូវចាចាអក្សរទី2អានអ្នកគ្នាចាត្រឹមត្រូវវ៉ាត្រូវហើយចាអក្សរទី3ពិតជាត្រឹមត្រូវតើអញ្ចឹងបងប្អូនសាកជាមួយខ្ញុំមើលតានេះស្រៈអីចានេះជាមួយ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 នេះអញ្ចឹងបងប្អូនអាច screenshot កន្លែងនេះនឹងទូម៉ាតើអ្នកអាចអានបានទេអញ្ចឹងបងប្អូនអាច screenshot រូបមួយនេះដើម្បីទុកទៅរៀនអានអញ្ចឹងចាំមើលតើល្បឿននៃការអានរបស់ខ្ញុំមិនដែរវ៉វ៉អា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 វ៉វ៉អាវ៉អាវ៉អាចឹងណាអញ្ចឹងចំពោះសំឡេងចំពោះអក្សរចិនយើងគឺមាន4សំឡេងណា Pin in the 4声ចឹងមាន4សំឡេងសំឡេងហ្នឹងសំឡេងយ៉ាងម៉េចបងប្អូនខ្ញុំស្ដាប់តាមខ្ញុំណាសំឡេងទី1គឺស្មើដូចជីឡានបែបនេះឃើញអត់ផ្លូវស្មើគឺមកយើងអានឹងអក្សរអាត្រូវឯអញ្ចឹងយើងស្មើធម្មតាអត់លាក់អីទេដល់ពេលនេះវាឡើងតួអញ្ចឹងយើងអូសពីក្អមមាត់ឡើងទៅដល់ចុងច្រមុះរបស់យើងណាចាដល់ពេលនេះវាចុះតួវិញហ្នឹងចុះដល់ពេលចុះឲ្យឡើងទួលវិញអញ្ចឹងណាវាលេបចូលនៅកំពង់អាហារយើងនេះកំពង់កយើងអញ្ចឹងដល់ពេលសំឡេងទី4ដូចជារបៀបថាអូវាចុះប្រាំងទៅហើយអញ្ចឹងណាគេតអានតាមខ្ញុំ我ตา我
ណែកន្លែងនេះគឺយើងលបងបញ្ញាទៀតហើយអា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 វ៉ា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 អឺ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 ចឹងបងប្អូនតោះឥឡូវណែអានរត់ខ្លួនឯងមើលអានបានអត់តោះខ្ញុំតួឱកាសឲ្យអានតោះអូខេអានបានល្អវ៉ាវកញ្ញាញ់ខួរណែកញ្ញាតែខ្ញុំគិតថាអត់កញ្ញាញ់ទេយើងរៀនអានមកអឺអាអឺវ៉ា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 អាវ៉ាអាអឺអាវ៉ាអឺអាអាអឺអាវ៉ាអឺអាវ៉ាតោះ pin in យិនជឺអញ្ចឹងយក pin in ហ្នឹងដើម្បីមកចំណាំអក្សរអូខេ pin in យិនជឺចាចំពោះកន្លែងនេះគឺខ្ញុំបរៀនក្នុងការសរសេរតោះកន្លែងនេះគេដាក់ថាអឺហ្នឹងគឺជារូបសត្វកង្ហានមកយើងសេមិនតើបងប្អូនមើលទាំងអស់គ្នាភាហងសុកោធីជាកោភាទៀនភាហងចកោទៀនហងចកោហងអហ្នឹងកង្ហានណាបងប្អូន凶នេះអក្សរយើងរៀនមិញអាវយើងហ្នឹងនេះនេះគេសេបែបនេះ凶ហ្នឹងសាហាវប៉ុន្តែយើងរៀនតែអក្សរអញ្ចឹងយើងអាចរៀនសរសេរបែបនេះមក凶ហើយបើយើងចង់ថាអក្សរ凶មួយទៀតក៏បានដែរដែលចាំខ្ញុំបរៀនសរសេរតោះយើងគូអញ្ចឹងសិនតបមកជប់សិនអាហ្នឹងប្រហែលជាខុសហើយចឹងកន្លែងនេះគឺសរសេរបែបនេះភាណាស៊ូជស៊ូ凶ហ្នឹងកាចសាហាវអអ៊ឺនេះពិបាកសេនទៀតណាបងប្អូននឹងមកដៃខ្ញុំជួនកាលអានេះហ្នឹងវាបិចហ្នឹងវារៀងបាក់សេនតិចអញ្ចឹងតើបងប្អូនជាស្រ័យអូខេតាមពិតត្រូវឲ្យគំនូសតាមបណ្ដាធ្វើអញ្ចេះទៅឆាប់ចាំជាងអ៊ឺហ្នឹងសត្វក្រពើបងប្អូនអ៊ឺហ្នឹងសត្វក្រពើ
តើឡើយបងប្អូនតើរៀនមើលតើឥឡូវនេះមួយណាអានេះ凶អានេះអានេះអ៊ឺតើមើលវីវ凶ពីវអ៊ឺចាបងប្អូនចាឥឡូវចំពោះមេរៀនយើងចាប់ត្រឹមថ្ងៃហ្នឹងសិនចាប់ប៉ុណ្ណឹងសិនចាំស្អែកយើងបន្តទៀតណាចាអរគុណច្រើននៅការមើលវីដេអូមួយនេះហើយបើសិនជាចូលចិត្តនៅការបង្រៀនរបស់ខ្ញុំឬក៏បង្រៀនទៅយល់ចេះនិងចាំអាច Subscribe ហើយជួយ follow ឲ្យបានច្រើនហើយជួយចែកម្លែកទៅដល់បងប្អូនជួយ share ចែកម្លែកទៅដល់បងប្អូនផ្សេងទៀតផងចាអរគុណច្រើនបើសិនជាខ្ញុំមាន view ច្រើនហើយខ្ញុំមាន Subscribe ច្រើនខ្ញុំនឹងព្យាយាមធ្វើវីដេអូទាំងអស់ហ្នឹងឲ្យបានបន្តទៅទៀតគឺចាប់ពីគ្រឹះដំបូងនៃភាសាចិនតែម្ដងចាសូមអរគុណជម្រាបលាជួបគ្នានៅវីដេអូក្រោយទៀត